បងប្អូនឆាតមកខ្ញុំច្រើនពាក់ព័ន្ធនឹងគាត់គួរដេរបង្រួមឬក៏អត់លក្ខខណ្ឌមួយចំនួនដែលបងប្អូនត្រូវដេរគឺឧទាហរណ៍ថាយើងធ្លាប់សម្រាប់កូនធម្មជាតិហើយកូននឹងធំកូននឹងសម្រាប់លឿនពេកហើយមានការដាច់រហែកខ្លាំងអញ្ចឹងបងប្អូនគួរតែដេរដើម្បីប្រឹងពីសាច់ដុំត្រឡប់មកវិញធ្វើឲ្យយ៉ាងតំបន់ពិសេសហ្នឹងវារួមត្រឡប់មកវិញក៏ប៉ុន្តែបងប្អូនមួយចំនួនអត់ត្រូវដេរទេបើសិនជាគាត់អត់ធ្លាប់សម្រាប់កូននៅធម្មជាតិអត់ធ្លាប់សម្រាប់កូននៅធម្មជាតិហើយគ្រាន់តែចង់ឲ្យសាច់ដុំរឹងមាំបងប្អូនត្រូវហាត់ប្រាណឬក៏មកអង្គុយនៅកៅអីដើម្បីឲ្យវាសាច់ដុំយើងប្រឹងមកវិញយើងអត់ចាំបាច់ត្រូវការដេរទេចឹងបងប្អូនដែលគាត់ចង់ដឹងថាត្រូវធ្វើអត់បងប្អូនត្រូវប្រឹក្សាមួយពុកសិនព្រោះពុកអាណីมันសុទ្ធតែត្រូវធ្វើទេហើយមួយទៀតការកាត់ស្លាបដល់ពេលដែលនិយាយរឿងកាត់ស្លាបគាត់បារម្ភថាបើគាត់ហ្នឹងខុសប្រក្រតីការពិតដល់ពេលយើងពិនិត្យទៅអត់ខុសប្រក្រតីទេគាត់អត់ត្រូវកាត់ទេហើយបើកាត់វាអាចខុសធម្មជាតិហើយយើងវាមិនធំណាស់ណាទេអញ្ចឹងរាល់ករណីដែលបងប្អូនចង់ធ្វើអីត្រូវប្រឹក្សាមួយពុកសិនពុកនឹងផ្ដល់យោបល់ត្រឹមត្រូវមួយដើម្បីឲ្យបងប្អូនធ្វើការសម្រេចចិត្តកុំឲ្យសម្រេចចិត្តខុសហើយវាបកគោឲ្យបានព្រោះអីកាលណាយើងកាត់ទៅបាត់គឺកាត់ហើយអត់អាចយកមកគុំវិញបានទេហើយការដែលយើងយល់អត់ច្បាស់ធ្វើឲ្យយើងព្រមទៅតែក៏ប៉ុន្តែព្រមអត់ត្រូវអ្វីដែលយើងចង់បានសាច់ដុំរឹងមាំតែយើងទៅព្រមអញ្ចឹងពេលខ្លះធ្វើឲ្យយើងឈឺក៏អាចកាត់បានហើយយើងពិបាកនៅក្នុងការមានសម្ព័ន្ធភាពជាមួយដៃគូ